ជំរាបសួរនៅថ្ងៃទី15ខែឧសភាឆ្នាំ2026បាទខ្ញុំបាទបន្តបាទលើកយកពីក្រសួងពាណិជ្ជកម្មបាទបានសម្រេចបញ្ចប់មុខតំណែងបាទគឺលោកកឹមប្រុសប្រធានសាខាកិច្ចការពីអ្នកប្រើប្រាស់និងការប្រកួតប្រជែងខេត្តបាត់ដំបងហើយបណ្ដឹងចេញពីមន្ត្រីរាជការអាឡែនបើបានជាប់ពន្ធនាគារហើយព្រំសំណុយរត់គេចខ្លួនបាត់ច្បាប់មិនទាន់មានចំណាត់ការលើមន្ត្រីពាក់ព័ន្ធនៅចំណុចច្រកអូរំដួលឈ្មួញបាទនាំទុរេនបាទមកពីថៃចូលមកប្រទេសកម្ពុជានេះបើសិនណាជាអត់ប្រអិនបាទសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាប្រហែលជាមន្ត្រីថ្នាក់ក្រោមលោកមិនអនុវត្តទៅលើបាទប្រធានសាខាកិច្ចការពីអ្នកប្រើប្រាស់និងប្រកួតប្រជែងខេត្តបាត់ដំបងទេបាទខ្ញុំតាមដានរឿងរ៉ាវនេះបាទគឺពេលដែលសម្ដេចតេជោបានប្រកាសស្រែកពីខេត្តស្វាយរៀងមកបាទកាលពីម្សិលមិញថ្ងៃទី14វាបែកធ្លាយដោយអគ្គនាយកដ្ឋានការពីអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំគឺមានការផ្ទេរភារកិច្ចបាទគឺលោកកឹមប្រុសបាទប្រធានសាខាកិច្ចការពីអ្នកប្រើប្រាស់និងប្រកួតប្រជែងខេត្តបាត់ដំបងបាទគឺផ្ទេរភារកិច្ចឲ្យមកបម្រើការងារនៅក្រសួងពាណិជ្ជកម្មលិខិតដែលផ្ទេរភារកិច្ចនេះបាទគឺធ្វើនៅថ្ងៃពុធទី6ខែឧសភាឆ្នាំ2026ចំណុចនេះហើយដែលធ្វើឲ្យអ្នកកសែតបាទក៏ដូចជាអ្នកលេង Facebook គេឆ្ងល់គេថាបើសិនណាជាមានការផ្ទេរភារកិច្ចតាំងពីថ្ងៃទី6ខែឧសភាមូលហេតុអីថ្ងៃទី6មិនប្រហោះលិខិតផ្ទេរទូនីតិនេះចេញទៅតែពេលដែលសម្ដេចបាទតេជោហ៊ុនសែនបានស្រែកប្រកាសដើម្បីឲ្យមានវិធានការក្តៅលើលោកកឹមប្រុសនេះបាទទៅបានលិខិតនេះបានប្រហោះចេញដែរបាទចំណុចទាំងអស់នេះហើយដែលធ្វើឲ្យគេមានការវែកញែកអញ្ចឹងពេលដែលវាមានការផ្ទុះខ្លាំងពីអ្នកកសែតអ្នកសារព័ត៌មានបងប្អូនអ្នកលេងបណ្ដាញសង្គម Facebook បងប្អូនប្រជាពលរដ្ឋឃើញថាក្រសួងពាណិជ្ជកម្មបាទក្រសួងពាណិជ្ជកម្មក៏បានសម្រេចបញ្ចប់មុខតំណែងនិងលុបឈ្មោះបាទលោកកឹមប្រុសចេញពីក្របខ័ណ្ឌមន្ត្រីរាជការបាទនៅថ្ងៃទី15នេះខែឧសភាឆ្នាំ2026បាទអញ្ចឹងបានមើលឲ្យឃើញថារឿងមួយបើសិនណាជាអត់ថ្នាក់លើស្រែកអត់សម្ដេចតេជោហ៊ុនសែនស្រែកបាទអត់នាយករដ្ឋមន្ត្រីស្រែកគឺមន្ត្រីខាងក្រោមបាទគឺប្រហែលជាអត់មានចំណាត់ការដកបាទពួកគាត់ឬមួយក៏ស្នើដកតំណែងបាទមន្ត្រីដែលខលខូចនឹងចោលទេបើយើងឃើញចំណុចនេះហើយឥឡូវរៀសតូចតាចដូចអាឡែនអ្នកទិញទុរេនបើជាប់ពន្ធនាគារហើយចុះមូលហេតុអីមន្ត្រីនៅច្រកអូរំដួលបើយើងមានហើយមន្ត្រីច្រកមិនមែនអត់ទេមន្ត្រីច្រកមន្ត្រីជំនាញបាទមិនទាន់មានចំណាត់ការលើមន្ត្រីជំនាញទាំងអស់ហ្នឹងបាទឥឡូវដូចប្រធានសាខាកិច្ចការពីអ្នកប្រើប្រាស់និងប្រកួតប្រជែងខេត្តបាត់ដំបងដែលត្រូវផ្ទេរភារកិច្ចមកក្រសួងពាណិជ្ជកម្មបាទដកតំណែងលុបតួនាទីបណ្ដឹងចេញពីរាជការហើយក៏គាត់ត្រូវតែមានទោសទៀតដែរដោយសារអីអានេះវាស្មើនឹងទោសក្បត់ជាតិបាទខ្ញុំហ៊ាននិយាយចឹងដោយសារអីព្រំដែនកំពុងតែបិទហើយចៅកំពុងតែឈ្លានពានគ្រប់គ្រងដីរបស់យើងរហូតរាប់សិបតំបន់មិនទាន់ឲ្យមកយើងវិញទេចឹងថ្មីនេះ13 12 13 14 15នេះគេបានបរិយាយកងទ័ពសភាវុធគេបន្ថែមទៀតបំរុងនឹងវាយកម្ពុជាយើងបន្តទៀតដោយគេកំពុងតែប្រើព័ត៌មានបច្ចេកវិទ្យាចោទកម្ពុជាយើងអ្នករងគ្រោះគេថាខ្លួនគេជាអ្នករងគ្រោះបាទកម្ពុជាយើងជាអ្នកបាត់បង់ដីជាអ្នករងគ្រោះគេថាកម្ពុជាយើងជាអ្នកលួចប្លន់ដីគេឥឡូវរហូតដល់ថ្មីហ្នឹងគេធ្វើរបងព្រំដែនទៅទៀតបាទបកគោលដូចជាបកគោលលេខ52 54